ទី4មិថុនាគឺជាថ្ងៃទិវាពិភពលោកនៃបច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពដែលផ្ដួចផ្ដើមដោយមូលនិធិសកលដើម្បីបច្ចេកវិទ្យាជំនួយ AT Scale រួមជាមួយនឹងរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍អង្គការជាតិអន្តរជាតិនិងផ្នែកឯកជននេះគឺជាព្រឹត្តិការណ៍លើកទី1ដែលប្រទេសកម្ពុជាតាមរយៈក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាមូលនិធិជនពិការអាជ្ញាធរខេត្តមន្ទីរសុខាភិបាលខេត្តរួមជាមួយនឹងអង្គការឆៃអង្គការ HI និងអង្គការជនពិការកម្ពុជាក្រោមការឧបត្ថម្ភរបស់គម្រោង AT Scale បានប្រារព្ធទិវាពិភពលោកនៃបច្ចេកវិទ្យាជំនួយនេះឡើងសម្រាប់រំលឹកអំពីបច្ចេកវិទ្យាជំនួយសម្រាប់ជនមានពិការភាពមានដូចជាឧបករណ៍និងគ្រឿងជំនួយស្ដារលទ្ធភាពពលកម្មរទេះរុញវិនតាឧបករណ៍ជំនួយស្ដាំនិងអវយវៈសិប្បនិម្មិតដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាអភិបាលខេត្តមន្ទីរសុខាភិបាលខេត្តជនមានពិការភាពបុគ្គលិកមណ្ឌលស្ដារលទ្ធភាពពលកម្មបុគ្គលិកសុខាភិបាលនិងផ្នែកពាក់ព័ន្ធផ្សេងទៀតវិស័យស្ដារលទ្ធភាពពលកម្មនៅកម្ពុជារបស់យើងក៏ដូចជាក្នុងពិភពលោកទាំងមូលគឺមានសារៈសំខាន់សម្រាប់ជនមានពិការភាពរបស់យើងដែលបាត់បង់អវយវៈរាងកាយហើយនឹងអ្វីផ្សេងទៀតដែលបានមានពិការភាពនេះគាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានសេវាស្ដារលទ្ធភាពនៅតាមមណ្ឌលស្ដារដែលយើងមានទីតាំង11កន្លែងការផ្ដល់សេវានេះគឺជូនជនមានពិការភាពដោយឥតគិតថ្លៃនេះជាទិវាដែលអំពាវនាវឲ្យគ្រប់ដៃគូទាំងអស់មានរដ្ឋាភិបាលម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍សមាគមទាំងអង្គការជាតិនិងអន្តរជាតិអ្នកសម្រេចចិត្តផ្នែកនយោបាយផ្នែកពាណិជ្ជកម្មនិងផ្នែកឯកជនដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងពីសារៈសំខាន់នៃបច្ចេកវិទ្យាជំនួយនិងសេចក្តីត្រូវការឧបករណ៍ជំនួយរបស់ជនមានពិការភាពនិងចូលរួមឧបត្ថម្ភគាំទ្រក្នុងសកម្មភាពលើកដំកើងសិទ្ធិសេចក្តីថ្លៃថ្នូរនិងតម្រូវការសេវារបស់ជនមានពិការភាពតាមរយៈក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាយកចិត្តទុកដាក់សម្រាប់ជនមានពិការភាពធ្វើយ៉ាងម៉េចឲ្យផ្ដល់សេវាស្ដារនេះឲ្យបានគ្រប់គ្នាហើយក្នុងតម្លាភាពទោះជនមានពិការភាពក៏អាចចូលរួមសកម្មភាពសង្គមបានដែរมันមានរនាំងมันមានឧបសគ្គមកពីពិការភាពរបស់គាត់ជាទស្សនវិស័យរបស់រាជរដ្ឋាភិបាលតាក់ទងនឹងវិស័យស្ដារលទ្ធភាពពលកម្មនេះគឺទៅថ្ងៃមុខនេះតាក់ទងនឹងបច្ចេកវិទ្យាជំនួយនេះយើងនឹងអាចធ្វើទំនើបកម្មអាចមានដៃជើងទំនើបជាងបច្ចុប្បន្នកម្ពុជាប្រារព្ធទិវាពិភពលោកសម្រាប់បច្ចេកវិទ្យាជំនួយដោយភ្ជាប់ជាមួយនឹងការផ្ដល់សេវាស្ដារលទ្ធភាពពលកម្មនៅតាមសហគមន៍ដែលមានជនមានពិការភាពចំនួនជាង200នាក់បានចូលរួមក្នុងនោះមានជនមានពិការភាពចំនួន150នាក់បានទទួលសេវាស្ដារលទ្ធភាពពលកម្មរួមមានមណ្ឌលស្ដាររបស់យើងខ្ញុំនឹងគឺយើងអនុវត្តមកនឹងគឺបានជួយបងប្អូនជនមានពិការភាពយើងនឹងទី1គឺសេវាព្យាបាលដោយចលនាបាទហើយទី2ផ្ដល់ជើងសិប្បនិម្មិតទី3យើងជួសជុលសិប្បនិម្មិតឲ្យគាត់ទី4យើងផ្ដល់រទេះរុញទី5យើងជួសជុលរទេះរុញជូនគាត់ទី6ផ្ដល់ឈើច្រត់ថ្មីសម្រាប់ជូនគាត់ទី7ជួសជុលឈើច្រត់ហើយយើងនឹងមានសម្ភារៈមួយចំនួនដើម្បីជំនួយពាក់ព័ន្ធនឹងការដើររបស់គាត់ដូចជា round walker cable walker សម្រាប់ហាត់ដើរបានអញ្ចឹងហើយសប្តាហ៍នេះតាំងពីមណ្ឌលកកើតមកគឺយើងបានទទួលបងប្អូនជនមានពិការភាពចំនួន8017នាក់ហើយជាពិសេសជនមានពិការភាពដែលយើងមិនអាចជួយបាននៅក្នុងមជ្ឈមណ្ឌលយើងនឹងអាចបញ្ជូនបន្តទៅរកសេវាផ្សេងទៀតនៅទីក្រុងភ្នំពេញឬក៏អង្គការពាក់ព័ន្ធផ្សេងទៀតបាទចំណុចមួយទៀតគឺយើងមានការសហការជាមួយខាងពេទ្យភ្នែកដើម្បីគាត់មកពោះភ្នែកជូនបងប្អូនជនមានពិការភាពយើងខ្ញុំដែរភ្នែកយើងចាថាដល់ពេលចឹងអាចព្រាកហូរមកចឹងទៅដល់វាស្វាងដល់ពេលមកទៅឲ្យដាក់ភ្នែកយើងហើយទៅក៏ដាក់ឆ្លុះភ្នែកឲ្យយើងអោលមើលអសហ្នឹងទៅអាចមើលទៅឃើញពីមុនបើបាក់វាយើងដើរកាន់តែជាន់រដួលឥឡូវបានរដ្ឋាភិបាលយកតែរុញចែកជូនថ្នាក់ខាន់យើងបានធ្វើតំណាដួលម៉ូតូបាក់វាយគូខាងស្ដាប់នេះដើរពេលយប់ពេលអីអល់អីដួលយើងមានអានេះច្រត់ណាបងទៅទៀនអីយើងទៅឆ្ងាយចិត្តអីដាក់វាយកទៅពីមុនពិបាកទៅដើរទល់
ក្តាប់ជើងក្តាប់ដៃបានទៅរួចធ្វើដំណើរឆ្លងកាត់ពិបាកដល់ឥឡូវនេះខ្ញុំធ្វើដំណើរទៅបនទៅទៀនអីក៏ស្រួលអត់មានភ័យខ្លាចដួលខ្លាចអីទេបាទផ្នែកខ្ញុំនឹងមានចេះតែហូរទឹកភ្នែកតែមកហើយក្តៅមើលទៅស្ទង់ឥឡូវបានវ៉ាន់តាទៅនឹងធូរមើលទៅច្បាស់យោបល់ខ្ញុំយល់ឃើញថាអង្គការច្បាស់លាស់យកចិត្តទុកដាក់ជាមួយជនពិការ ជាចុងក្រោយសូមសំណូមពរឲ្យបងប្អូនជនមានវិការភាពកុំអស់សង្ឃឹមយើងត្រូវតែមកទទួលសេវាពីមជ្ឈមណ្ឌលស្ដារដែលយើងអាចនឹងផ្ដល់ជូនក្តីសង្ឃឹមរបស់ពួកគាត់ឡើងវិញរាជរដ្ឋាភិបាលមិនបោះបង់ជនណាម្នាក់ដោយមិនបានយកចិត្តទុកដាក់ទេ